មកស្រីស្រីគ្នាយើងដែលធ្លាប់លួចលាក់មានកងសកួរ2 3ជួយប្រាប់ខ្ញុំតិចមើលថាពេលដែលសង្សារចាប់បានគូបកស្រាយមួយគេថាមិនសំណួរនេះគឺជាសំណួរដែលខ្ញុំលាក់ទុកក្នុងចិត្តមកយូរហើយអត់ដឹងថាទៅសួរណាគេខ្ញុំធ្លាប់តែឃើញ TikTok គេនិយាយថាយើងជាមនុស្សស្រីយ៉ាងណាក៏ត្រូវតែទុកផ្លូវក្រោយឲ្យខ្លួនឯងឯងព្រោះមនុស្សប្រុសដែលចូលមកជីវិតយើងមិនប្រកាសថាច្បាស់លាស់ជាមួយយើងទេប៉ុន្តែខ្ញុំសាកធ្វើតាមគេអត់ដែលបានជោគជ័យទេគ្រាន់តែខ្ញុំចាប់ដើមតាក់ទងណាគេធ្វើកងសកួរប៉ាប់ដឹងសង្សារខ្ញុំតាមតាន់រហូតហើយសង្សារខ្ញុំនេះមិនមែនកបីណាមិនចេះតែនិយាយទៅជឿណាអត់ជឿទេចង់បកស្រាយម្លៀនហេតុផលមិនក៏គេអត់ជឿដែរចាំមិនចង់មកសួរគ្នាយើងថាពេលសង្សារចាប់បានម្ដងប្រាប់គេថាមិនទៅដោយសារតែខ្ញុំនេះគឺវា fail យកតែមែនតែនហ្មងឲ្យតែគេចាប់បានម្ដងដឹងតែស៊ីបាយអត់ចូលដេកលេងលក់ហ្មងដោយសារតែមួយម៉ាត់គេស្ដីឲ្យនឹងអូយឈឺចាប់សាហាវហើយមិនមែនតាក់ទងគ្នាស៊ីជម្រៅណាទឹកតែលេងឆាតមិនទាន់បានដេតមិនទាន់បានញ៉ែគ្នាអីស្រួលបួលទេគេស្ដីឲ្យប៉ុណ្្នឹងហើយចុះតរំតែយើងលួចលាក់បានធ្វើជាសង្សារលួចដេតទៀតគិតមិនទៅតែគិតទៅប្រហែលជាមកពីខ្ញុំឆ្លាញ់ប៉ះប្រុសស្មោះហ្មងអញ្ចឹងមិនខ្ញុំរោអ្នកផ្សេងអត់បានដំបងគេរៀងហីដែរយើងមិនចាប់ដើមរោផ្លូវថ្មីតែគ្រាន់តែខ្ញុំគិតភ្លាមមានអារម្មណ៍ថាគេដូចដឹងហ្មងគេចាប់ដើមមកល្អដាក់យើងអីចឹងណាហើយណាគេទៅដាច់ចិត្តយកកងសកួរមកនេះបើគេល្អដាក់យើងប៉ុណ្្នឹងហើយតែយ៉ាងណាក៏ខ្ញុំនៅតែឆ្ងល់នៅតែចង់ដឹងចម្លើយពីអ្នកទាំងអស់គ្នាថាពេលដែលគេចាប់បាននេះឆ្លើយដោះសារមួយគេថាម៉េចសួរសម្រាប់អ្នកដែលជោគជ័យនៅក្នុងការដោះស្រាយតែបើណាគេអត់ជោគជ័យមិនបាច់ក៏បានដែរព្រោះអីយើង fail ដូចគ្នាដំបូងអីដែលខ្ញុំខ្លាចគឺខ្ញុំមិនមែនខ្លាចសង្សារខ្ញុំចាប់បានទេខ្ញុំខ្លាចតែអ្នកផ្សេងនឹងអត់ព្រមធ្វើកងសកួរខ្ញុំតែចុះឡើងពេលសង្សារចាប់បានគេចោទតែយើងក្បត់យកបដ ாய் អត់មានតបានធ្វើស្អីសោះហើយរឿងដែលខ្ញុំធ្លាប់ជួបហ្នឹងគេចាប់បានឆាតខ្ញុំឡើងខ្ញុំឈប់លេងមួយម្នាក់ហ្នឹងឡើង4 5 ខែបាត់ហើយហ្នឹងមិនចាប់បានភ្លាមផងគេឡើងដូរចិត្តឈប់យកកងសកួរអីអស់ហើយហ្នឹងមកមើល event ណារតឲ្យបានត្រឡប់មកវិញជាលើកទី2នេះគឺគេបានបន្ថែម2 skin ទៀតដែលទាំងអស់វាមាន7 skin បូកទាំងអា skin val free មួយនេះហើយក៏គេបានបន្ថែម free skin មួយទៀតគឺ skin valor ហើយក៏ដូចអាលើកមុនដែរគឺគេមកជាមួយនឹង item តរ៉េតអីផ្សេងចឹងណានិយាយទៅធ្វើមកឲ្យតបានស៊ីលុយយើងហ្មង